រៀបសួរនិងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Anime Campsite ជាថ្មីនិងផ្ញើនៅសេចក្តីនឹករលឹកដល់អ្នកទាំងអស់គ្នាជាខ្លាំងមែនតើក៏អរគុណអ្នកទាំងអស់គ្នាដែលបាននៅតែបន្តរងចាំនៅវីដេអូរបស់ខ្ញុំហើយដោយសារតែការ comment របស់អ្នកទាំងអស់គ្នាវាជាកម្លាំងចិត្តមួយជាចលករមួយដែលបន្តឲ្យខ្ញុំនៅតែផលិតវីដេអូទោះបីជាមានពេលរវល់យ៉ាងណាដែរហើយក៏អរគុណខ្លាំងមែនទែនសម្រាប់ការដែលជួយគ្រប់គ្រងខ្ញុំតាំងពីមុនរហូតមកដល់ខ្ញុំខាន់ផូវីដេអូជាច្រើនខែក៏ប៉ុន្តែអ្នកទាំងអស់គ្នាអរគុណច្រើនមែនទែនទោះបីជាភាគក្រោយវាចំណាយពេលជាវបន្តិចខ្ញុំសង្ឃឹមថាអ្នកទាំងអស់នឹងរងចាំហើយខ្ញុំនៅតែបន្តគិតថាវារៀងយូរបន្តិចនៅពេលភាគក្រោយនេះស្ទើរតែខ្ញុំមានការចោទរវល់ដូចគ្នាអូខេអញ្ចឹងដើម្បីកុំឲ្យខាត់ពេលវេលាយូរយើងចូលមកសម្រាយនៅសាច់រឿងពីវគ្គមុនបន្តិចរំលឹកទៅកាន់វគ្គមុនបន្ទាប់ពីកងទ័ព Falmon បានឈ្លានពានអាណាចក្រ Tempest ធ្វើឲ្យRimuruផ្ទុះកំហឹងជាខ្លាំងរហូតឈានដល់ការសម្លាប់រង្គាលដើម្បីវិវត្តខ្លួនទៅជា Demon Lord ចំណុចចុងក្រោយដែលយើងបានឃើញគឺការវិលត្រឡប់ទៅកាន់លអាងដែលធ្លាប់ឃុំរបស់ Vedara កាលពីមុនសំឡេងសើចក្អាកក្អាយលាន់រំពងពេញភ្នំរហូតធ្វើឲ្យផែនដីយើងមកហើយនេះព្យុះ Vedara Tempest ដ៏មហាអំណាចបានវិលត្រឡប់មកវិញហើយអ្នកណាហ៊ានប្រឆាំងនឹងយើងនឹងកំទេចឲ្យរលាយคล้ายទៅជាផេះពន្លឺវេទមន្តបាញ់ឆ្វេងឆ្វាចពេញលអាងភ្នំខណៈពេលដែល Rimuru ឈើមើលទាំងហួសចិត្តចុំហើយវាចេះពាក្យទាំងអស់ហ្នឹងមកពីណាក៏ប៉ុន្តែខណៈពេលដែល Vedara នៅក្នុងខ្លួនរបស់ Rimuru គាត់អបសុកពេកក៏បានអាននៅការចងចាំរបស់ Rimuru នឹងអានរឿង manga ជប៉ុនរាប់ពាន់ក្បាលឥឡូវនេះ Vedara បានលេចចេញមកជាមួយនឹងរូបរាងមនុស្សប្រុសដ៏សោះសង្ហាបូករួមជាមួយនឹងសាច់ដុំកង់សក់ពណ៌មាសតែចរិតវិញគឺដូចតួអង្គនៅក្នុងរឿង manga បេះបិទតែម្ដង Vedara ក៏បានតាំងខ្លួនដូចជាតួអង្គ manga ទៀតហើយឥឡូវនេះកម្រិត Shugi របស់យើងគឺស្ថិតនៅកម្រិតកំពូលហើយហេអត់ទេឥឡូវនេះគឺដោយសារតែយើងគឺជានាគព្យុះយើងបានឡើងដល់កម្រិត Rio level ហើយបង្ហាញខ្លួនភ្លាមចាប់ដើមតួអង្គ manga ចូលខ្លួនភ្លាមហាហាអរគុណសម្លាញ់ BFS ចេះ BFS ទៀតពួកគេក៏បានស្វាគមន៍គ្នាដោយជល់ដៃគ្នាបង្ហាញអំពីមិត្តភាព Rimuru ឆ្ងល់ថាតើ Vedara ទទួលបានកាដូ skill អ្វីខ្លះពីការវិវត្តនេះ Vedara ឮភ្លាមអ៊ុតភ្លាមយើងទទួលបាន ultimate skill ឈ្មោះថា Force Lord of Inquiry វាជាធម្មពលដែលអាចឈានទៅរក ultimate true សច្ចភាពកំពូលដែលកើតចេញពីការចង់ដឹងមិនចេះចប់មិនចេះហើយរបស់យើងក្នុងពេលជាមួយគ្នានោះ Raphael ដែលជាមហាប្រាជ្ញាដែលវិវត្តមកក៏បានប្រាប់ Rimuru ថាតាមការវិភាគទំនាក់ទំនងជាមួយនឹង Vedara Rimuru ក៏ទទួលបាន skill ថ្មីផងដែរឥឡូវនេះ Rimuru មានមហាអំណាចកម្រិត ultimate skill ដល់ទៅ4ទី1គឺ Raphael Lord of Wisdom ជា AI កម្ពុជាប្រាជ្ញាដែលអាចវិភាគនិងរៀបចំយុទ្ធសាស្ត្រគ្រប់យ៉ាងក្នុងល្បឿនពន្លឺទី2 Beelzebub Lord of Gluttony សមត្ថភាពត្របាក់លេបអ្វីគ្រប់យ៉ាងនិងបំលែងទៅជាធម្មពលទី3 Vedara Lord of Storm អំណាចបញ្ជាខ្យល់ព្យុះនិងរន្ទះរបស់នាគវឹកវរទី4 Uriel Lord of Wow កើតចេញពីការបង្រួម skill Unlimited Imprisonment ច្រវាក់ឥតដានកំណត់មកជាខែលការពារដ៏រឹងមាំនិងការគ្រប់គ្រងលំហអាកាស Vedara បន្ទាប់ពីរៀបរាប់ពី skill របស់គាត់ចប់ហើយគាត់សប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលចេញមកខាងក្រៅលអាងភ្នំអារម្មណ៍របស់ Vedara មានការឃ្លាវខ្លាជាខ្លាំងដោយសារតែគាត់ជាប់ឃុំអស់រាប់ឆ្នាំនៅក្នុងលអាងភ្នំមួយនេះដោយសារតែខ្លាចចំហាយ Vedara ប៉ះពាល់
រិមរូបានប្រាប់ឲ្យគាត់បន្ថយចុះព្រោះខ្លាចបំភ័យទៅដល់អ្នកនៅក្នុងក្រុងពេលនេះដល់ម៉ោងទៀតហើយវេដរាចាប់ផ្ដើមបន្ថយនៅចំហាយរបស់ខ្លួនដូចជា Super Saiyan នៅក្នុងរឿង Dragon Ball អញ្ចឹងនិយាយចំទៅបែបនេះគឺ fan manga កំពូលតែម្ដងមកដល់ទីក្រុងបិសាចនៅក្នុងក្រុងមានការផិតភ័យជាខ្លាំងដោយសារតែចំហាយរបស់នាគព្យុះ Valdara នាគព្យុះ Valdara បានត្រឡប់មកវិញហើយលោកម្ចាស់មិនអីទេខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាបន្តិចដំបូងខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាពេលនោះច្រមុះរបស់ Valdara ចាប់ផ្ដើមចេញផ្សែងមកហុយបណ្ដាមើលរៀបដកតិចមើលនេះគឺអាសម្លាញ់ Valdara គ្នារៀងអៀនតិចនៅពេលជុំវិញមនុស្សថ្មីប៉ុន្តែមិនអីទេអាចរាប់អានគ្នាបានម្នាក់នៅពេលដែលឮឈ្មោះ Valdara ស្គាល់ជ្រាប Valdara នោះប្រតិកម្មភ្លាមតែម្ដងហេយើងអត់មានអៀនអីទេជុំវិញមនុស្សថ្មីគ្រាន់តែថាមនុស្សមួយចំនួនមិនបានជួបយើងដោយផ្ទាល់ទេភ្លាមនោះត្រយិតក៏បានបង្ហាញខ្លួននិងបានលុតជង្គង់មកស្វាគមន៍ Valdara លោកម្ចាស់ Valdara អបអរសាទរការត្រឡប់វិលមកវិញចេញពីក្រអៅដួងចិត្តរបស់ខ្ញុំ Valdara ក៏បានអរគុណនិងបានសរសើរដល់នាងដែលបានការពារព្រៃ Jura យ៉ាងណានាងនៅតែអរគុណដល់ Valdara ដែលបានជួយមើលថែនាងពេលដែលនាងបែកចេញពីម្ចាស់ស្ត្រីវិញ្ញាណរបស់ខ្លួនគឺ Queen of Spirit Valdara គ្រាន់តែលើប៉ុណ្ណេះភ្លាមចូលភ្លាមតែម្ដងមិនអីទេសាច់យ៉ាងរំភើយអ្នកគ្រប់គ្នាឯនេះចាប់ផ្ដើមភ្ញាក់ផ្អើលហើយលុតជង្គង់សំឡេងខ្សឹបខ្សៀវហេនឹងមែនអ្នកព្យុះ Valdara លេងសើចទេ Rigurt ក៏បានសួរទៅកាន់ Valdara លោកម្ចាស់ Valdara តើមានតំណែងអ្វីជាមួយនឹងលោកម្ចាស់ Rimuru យើងដែរ Valdara ណោះចង់ដឹងមែនទេហេ Rimuru គឺជាសម្លាញ់ចិត្តស្និទ្ធនិងស្លាប់រស់របស់យើង Rimuru ឯណេះមុខឡើងក្រហមព្រឿងខ្មាស់គេដល់ហើយអញជប់ទៅអ្នកគ្រប់គ្នាឯណោះវិញនាំគ្នាហូរឡើងត្រហឹងអង្គរព្រោះតែមិនត្រឹមតែ Lady Melim តែប៉ុណ្ណោះទេសូម្បីតែលោកម្ចាស់ Valdara ក៏คล้ายជាសម្លាញ់របស់ Rimuru ដែរមើលទៅខ្សែធំដែរត្រយិតក៏បានឆ្ងល់ដែរហេតុអ្វីបានជា Valdara មានរូបរាងបែបនេះទៅវិញដល់ម៉ោងទៀតហើយមើលទេលុយអត់រាងកាយមួយនេះគឺបានមកពី Rimuru ជាអ្នករៀបចំមក Valdara ក៏បានបញ្ចេញអួតនៅសាច់ដុំខ្លួនឯងឡើងពេញនឹងតែម្ដងពួកគេក៏ចាប់ផ្ដើមយល់ថាអញ្ចឹងហើយបានជា Rimuru ស្រាប់តែបង្ហាញខ្លួនបន្ទាប់ពីបាត់ដំណឹងរបស់ Valdara ក៏ប៉ុន្តែតាមការស្មានរបស់ Rimuru គិតថាប្រហែលជា100ឆ្នាំអីទើបអាចដោះលែង Valdara បានឲ្យមានសេរីភាពប៉ុន្តែមិននឹកស្មានថាវាលឿនបែបនេះសោះហើយបើសិនជាដំណឹងនេះផ្សព្វផ្សាយមិនដឹងថាមានមនុស្សប៉ុន្មានអ្នកទេដែលនឹងមករកគាត់កម្មវិធីជប់លៀងក៏បានចាប់ផ្ដើមឡើងនៅលើវេទិកា Rimuru ក៏បានឡើងថ្លែងនៅសន្ទរកថាអ្នកគ្រប់គ្នាបានឆ្លងកាត់នឹងរឿងលំបាកជាច្រើនប៉ុន្តែថ្ងៃនេះយើងអាចញ៉ាំផឹកនិងបំភ្លេចរឿងទាំងអស់បានហើយសំឡេងជប់លៀងយ៉ាងត្រហឹងអង្គរបានចាប់ផ្ដើមឡើងម្នាក់សប្បាយរីករាយដែលពួកគេបានរស់ឡើងវិញម្ដងទៀត Valdara ណែកំពុងតែប្រកាច់ប្រកិនអួតអំពីដំណើរផ្សងព្រេងរបស់ខ្លួនឯងចេញក្បាច់លូតហក់ពេញនឹងចំណែកឯ Rimuru និង Benimaru ណែកំពុងតែតាមព្រោះនៅចាំម្ហូបរបស់ Sion ហើយក៏បានដឹងរួចហើយថាម្ហូបរបស់នាងពិសេសយ៉ាងណាមើលឃើញតែរូបរាងក៏ដឹងដែរថាវាមានកម្រិតឆ្ងាញ់ប៉ុណ្ណាពួកគេទាំងពីរអង្គុយឡើងញ័រខ្លួនអស់ហើយ Rimuru នោះចុំមិនទាញឯងឲ្យធ្លាក់ចូលជ្រោះដែរអញ្ចឹង Benimaru លោកម្ចាស់គួរតែសាកប័ណ្ណពិសោធន៍រសជាតិម្ហូបរបស់ Sion ជាមួយខ្ញុំដោយពាក្យចាស់លោកពោលថាបើខ្ញុំមិនធ្លាក់នរកអ្នកណាជាអ្នកធ្លាក់នរកទៅទ្រាំទៅតាមយើងទេមិនអីទេអភូតហេតុអាចនឹងកើតមានឡើងហើយ Rimuru ឯនោះផលយោអភូតហេតុណាកើតឡើងងាយម្លេះម្ហូបដាក់លើតុភ្លាមពួកគេសឹងតែខ្ចោះចាប់អូហូយមិនដឹងជារសជាតិយ៉ាងណាទេ Rimuru ឯនោះតើនាងចេះចម្អិនម្ហូបអត់មើលក្រូចនៅទាំងសម្បក
nơiទាំងរឹសហើយបើពេញប៉ោះវិញនៅទាំងដុំតើនាងចេះចម្អិនម្ហូបអត់តើនាងចិត្តនឹងហាន់ម្ហូបទាំងអស់នេះដូចម្ដេចទៅស៊ីអនណាមែនតើទៅពេលខ្ញុំធ្វើវាម្ដងខ្ញុំហាន់ធ្វើឲ្យអាគារខ្ទេចអស់រលីងរិមរូចំមិនវិញមិនមែនតុកទេតែអាគារទាំងមូលតែម្ដងនេះស៊ីអនបានលើកដាវរបស់នាងនេះដាវនេះខ្ញុំប្រើពេលធ្វើម្ហូបដាវ Hercules រៀងវែងតិចតែមុតស្រួចខ្លាំងណាស់និយាយដោយភាពជឿជាក់រីមរ៉ូអើយដាវមិនមែនសម្រាប់មកធ្វើម្ហូបទេគេមានតែកំបិតធ្វើម្ហូបរបស់គេកំបិតវាមានរូបរាងតូចជាងនេះបន្តិចគាត់ខំបញ្យល់ឡើងក្បោះក្បាយនាងបដិសេធថានាងនឹងមិនប្រើកំបិតទេតែនាងនឹងប្រើដាវ Hercules របស់នាងតែនៅពេលដែលឮថារីមរ៉ូគាត់ចង់កដោកំបិតចង់ភៅឲ្យនាងនោះនាងបានសុំទោសភ្លាមតែម្ដងរីមរូក៏បានសម្លឹងមើលទៅលើម្ហូបនៅលើតុលេបទឹកមាត់អឹកមិនដឹងហៅម្ហូបត្រូវអត់ទេប្រឡឹងចុះស៊ីប្រត់អស់ហើយសង្ឃឹមថានឹងមិនពលងាប់ចុះជា Demon Lord មួយទាំងមូលញ៉ាំប៉ុណ្ណេះមិនជាងាប់ទេ Benimaru និង Rimuru ទ្រាំលេបទាំងចិត្តមិនចាំតែអាភូតហាច់កាត់ឡើងមែនម្ហូបរៀងមិនល្អមើលមែនតែរសជាតិគឺឆ្ងាញ់សាហាវពេលនេះទើបគាត់ដឹងថានៅពេលដែល Rimuru ក្លាយជា Demon Lord នោះ Shion ដែលរស់ឡើងវិញក៏បានទទួលបាននូវ unique skill មួយគឺកំពូលមេចុងភៅ Master Chef skill មួយនេះធ្វើឲ្យអ្វីដែលនាងចម្អិនមានរសជាតិតាមអ្វីដែលនាងចង់បានទោះបីជាចម្អិនបែបមិនក៏ដោយ Benimaru ពេលនេះរំភើបយ៉ាងស្រក់ទឹកភ្នែកពេលនេះជីវិតរបស់ពួកយើងនឹងមិនស្លាប់ទេ Sion ឬបែបនេះអញ្ចឹងចង់ថែមទៀតអត់ពួកគេទាំងពីរអ្នកឆ្លើយព្រមគ្នាអត់ទេជាមេរៀនមួយរបស់ Rimuru គឺថាទោះបីជាម្ហូបនឹងឆ្ងាញ់ប៉ុណ្ណាក៏ដោយប៉ុន្តែរូបរាងក៏ជាផ្នែកមួយដ៏សំខាន់ដែរថ្ងៃថ្មីបានចូលមកដល់កម្មវិធីជប់លៀងបានបញ្ចប់បិសាចនៅក្នុងភូមិស្រវឹងដេកស្ដោកស្ដឹងពេញផ្លូវជំនួបជួបជុំក៏ចាប់ផ្ដើម Rimuru ក៏បានណែនាំ Diablo ដែលបានជួយគាត់និងគម្រោងតែងតាំងគាត់គឺជាជំនួយការរងទី2ហើយអ្នកទាំងអស់គ្នាក៏បានដឹងពីប្រវត្តិសាច់រឿងខ្លះៗតាក់ទងជាមួយ Diablo ដែរកាលពីវគ្គមុនគាត់ក៏បានចាត់តាំង Gabimaru ឲ្យមើលការខុសត្រូវបណ្ដោះអាសន្នទៅលើការអភិវឌ្ឍដោយនឹងដំឡើងតំណែងទៅថ្នាក់ជាន់ខ្ពស់តាមក្រោយបន្ទាប់មកទៀតគាត់ក៏បានពិភាក្សាអំពីគម្រោងការនៅថ្ងៃខាងមុខខ្ញុំបានសម្រេចចិត្តរួចហើយថាខ្ញុំនឹងក្លាយជា Demon Lord ណាគាត់គិតថាអាចនឹងមានប្រតិកម្មពីអ្នករាល់គ្នាតែមើលទៅអ្នកទាំងអស់គ្នាបានដឹងរួចហើយព្រោះគាត់បានក្លាយទៅជា Demon Lord រួចស្រេចទៅហើយគាត់ក៏បានបញ្យល់ Demon Lord ដែលគាត់ចង់បាននោះគឺជាតំណែង Demon Lord ហើយគាត់ត្រូវតែប្រយុទ្ធជាមួយ Demon Lord ផ្សេងទៀតដើម្បីទទួលយកនៅតំណែងពិសេសមួយនោះជាពិសេសនោះគឺតំណែងរបស់ Demon Lord Clement ព្រោះថាអ្វីដែលកើតឡើងមកលើប្រជាជាតិរបស់គាត់នោះគឺដោយសារតែ Demon Lord Clement ជាអ្នកនៅពីក្រោយដូច្នេះគាត់មិនអាចអត់ឱនឲ្យ Demon Lord Clement រួចខ្លួនបានទេគម្រោងរបស់គាត់គឺត្រូវតែបោសសម្អាតចក្រភព Falmon និងត្រូវពិនិត្យមើលលើព្រះវិហារបរិសុទ្ធ Machambopia និងព្រមទាំងជួយ Demon Lord Carrion គាត់បានចាត់ចែងឲ្យ Rigurd ទទួលខុសត្រូវលើការចរចាជាមួយនឹងប្រជាជាតិនៅទិសខាងលិច Benimaru ត្រូវតែស្រង់យកនៅការវិវត្តរបស់អ្នកគ្រប់គ្នាដើម្បីប្រើប្រាស់ក្នុងការប្រឆាំងជាមួយនឹង Clement Shion ទទួលខុសត្រូវលើការសួរចម្លើយអ្នកទោសដោយប្រមានកុំឲ្យធ្ងន់ធ្ងរពេកដូចជាមានអារម្មណ៍មិនសូវស្រួល Rimuru បានប្រាប់ឲ្យ Yum និង Juran ជួយ Shion ដើម្បីដឹងពីរឿងរ៉ាវកើតឡើងក្នុង Falmon ដែលគាត់នឹងមានគម្រោងយកអាណាចក្រមួយនេះតែម្ដងព្រោះអាណាចក្រមួយនេះនឹងត្រូវបានដឹកនាំដោយ Yum នៅពេលខាងមុខ Rimuru ក៏បានប្រាប់ឲ្យ Beekeeper ត្រៀមខ្លួនកសាងកម្លាំងនិងត្រៀមខ្លួនជានិច្ចសម្រាប់សង្គ្រាមខាងមុខភ្លាមនោះ Fuse មកពី Gil នៅក្នុង Blamon បើកទ្វារមកភ្លាមដោយក្តីបារម្ភនិងស្រែកយ៉ាងខ្លាំងខ្ញុំបានឃើញសាកសពនៅក្នុងទីក្រុងជាច្រើនហេតុអ្វីក៏ Falmon ចង្រៃយកនោះសាហាវអ្វីខ្លាំងម្លេះ
រីមរោហេពួកគេអត់ទាន់ស្លាប់ទេពួកគេគ្រាន់តែនិយាយមិនទាន់ចប់ផង Fuse មុខយ៉ាងមាំយ៉ាងម៉ត់ចត់តែម្ដងប៉ុណ្ណឹងហើយមិនច្រើនទៀតអីខ្ញុំបាននាំទាហានបំពាក់យ៉ាងពេញលេញនៅសភាពុទ្ធពួកយើងបានត្រៀមខ្លួនរួចជាស្រេចហើយទាហានរបស់ Famon នឹងមិនអាចមកទាន់នោះទេយើងបានចុះកងត្រាជាមួយគ្នាជាបងប្អូននឹងគ្នាយើងបានត្រៀមខ្លួនរួចជាស្រេចទៅហើយរីមរូហេឈប់សិន Fuse ហើយក្រហមតិចស្ដាប់ណា Fuse ខ្ញុំពិតជាពេញចិត្តពីការបារម្ភរបស់លោកប៉ុន្តែវាបានបញ្ចប់ហើយនិយាយឲ្យខ្លីគឺខ្ញុំបានកំទេចពួកគេអស់ហើយ Fuse កំទេចអីគេរីមរូអូគឺទាហានអាណាចក្រ Famon គឺខ្ទេចអស់រលីងហើយ Fuse នោះហាខំមកជួយគេតែចុងក្រោយគឺសង្ហាក់ចិត្តតែម្ដងយំបានដើរមកចិត្តហើយទះស្មារបស់ Fuse ខ្ញុំយល់ពីអារម្មណ៍របស់លោកតោះទៅតាមទឹកក្តៅហើយសម្រាប់សិនទៅអាគ្នានេះគឺឡើងស្រងាក់ចិត្តតែម្ដងព្រោះវារៀងភ្លាមពេកភ្លាមនោះដែររីមរូក៏បានទទួលដំណឹងថាមានភ្ញៀវមកជួបគាត់ដោយ Raphael បានផ្ដល់ដំណឹងថាភ្ញៀវនោះគឺជាស្ដេចរបស់អាណាចក្រ The Vagon ជាមួយនឹងក្រុមទាហានរបស់គាត់ដែលអ្នកទាំងអស់គ្នាធ្លាប់ដឹងពីវគ្គមុនរួចមកហើយគឺស្ដេច Gazelle The Vago ដែលមើលទៅ Raphael បានផ្ដល់ព័ត៌មានគ្រប់លម្អិតជាងមុនទៅទៀតអញ្ចឹងហើយបានជារីមរូសុំឲ្យនាងផ្ដល់ដំណឹងរៀងកាត់សម្រាប់អ្នកដែលមានចេតនាអាក្រក់តែប៉ុណ្ណោះ Raphael ទទួលបានដោយក្នុងការមកនេះគឺគោលបំណងរបស់ស្ដេច The Vagon គឺដើម្បីចូលរួមជួបជុំជាមួយនឹងរីមរូផងដែរស្រាប់តែពេលនោះក៏មានក្រុមអាចកំបាំងមួយក្រុមចេញមករីមរូឆ្ងល់ចុំមិនបានជា Raphael មិនអាចដឹងពីពួកគេអញ្ចឹងមិនផ្ដល់ដំណឹងឲ្យគាត់អញ្ចឹង Raphael នោះឆ្លើយភ្លាមតែម្ដងខ្ញុំមិនកត់ចំណាំពួកគេគឺដោយសារតែពួកគេគ្មានចេតនាអាក្រក់នោះទេឥឡូវនេះ Raphael គឺចេះងើទៀតរីមរូណោះអូខ្ញុំនិយាយលឿនពេកអំបញ្ញមិញសំទោសអូខេមើលទៅ Raphael គឺអារម្មណ៍ដូចជាមនុស្សអញ្ចឹងបន្ទាប់ពីវិវត្តមកបង្ហាញមុខភ្លាមឌឺដងទៅកាន់ស្ដេច Gazelle ភ្លាមតែម្ដងខ្ញុំមិនរំពឹងសោះថាមនុស្សកំសាកដូចជាលោកមកអែបអប Demon Lord នៅពីក្រោយសោះស្ដេច Gazelle ក៏បានអូក៏ប៉ិតឯងទេចំនួនក្រោយរបស់ L ចូលចិត្តរស់នៅកន្លែងខ្ពស់គួរចង់សោចនិងពាត់ជុំវិញដោយដើមឈើវេទមន្តសូម្បីតែរាងកាយរបស់ឯងអូរាងកាយរបស់យើងវាធ្វើចេញមកដោយប្រើប្រាស់មនុស្សសពនិមិត្ត Homunculus ខ្ញុំត្រូវតែប្រយ័ត្នប្រយែងហើយព្រោះយើងជួបជាមួយ Demon Lord អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ Elelud ឈ្មោះរបស់គាត់ Elelud ខ្ញុំមិនដឹងអានត្រូវឬក៏អត់ទេអធិស្ឋានបើសិនជាអានខុស Elelud បានមកដល់ដោយប្រើប្រាស់រូបរាងសពនិមិត្ត Homunculus រាងកាយដែលបង្កើតឡើងដោយមន្តអាគមខ្ពស់មន្តអាគមជាន់ខ្ពស់និងវិទ្យាសាស្ត្រវេទមន្តដើម្បីឲ្យប្រលឹងចូលសន្ធិដ្ឋដែលធ្វើឲ្យ Rimuru ចាប់អារម្មណ៍យ៉ាងខ្លាំងចង់រៀនពីបច្ចេកទេសមួយនេះវាជាចំណីភ្នែកមួយទៀតហើយសម្រាប់ Rimuru ព្រោះមើលទៅដូចជាមនុស្សពិតប្រាកដដោយមិនអាចបែងចែកបានពួកគេទាំងអស់នេះគឺមកពីអាណាចក្រវេទមន្ត Thailand Elelud ចុះអ្នកណាគេនៅខាងមុខនេះលើបែបនេះ Rimuru ក៏ឆ្លើយតបទៅវិញថាអូខ្ញុំគឺជាមេដឹកនាំក្នុងព្រៃជូរ៉ាមួយនេះខ្ញុំសង្ឃឹមនិយាយមិនទាន់ចប់ផងគ្រាន់តែឮថាឈ្មោះ Rimuru ភ្លាម Elelud ចាប់ផ្ដើមខឹងភ្លាមតែម្ដងឯងគឺជា Demon Lord ដែលលបួងកូនស្រីរបស់យើងគាត់បានហក់មកក្រោយបញ្ចេញនៅវេទមន្តអណ្ដាតភ្លើងឆាបឆេះសម្រុកបោកបក់ហើយក៏បានលេចចេញនៅដុំភ្លើងរង្វង់ព័ទ្ធជុំវិញ Raphael ក៏បានណែនាំទៅកាន់ Rimuru ដុតឲ្យគេខ្លាចទៅជាផេះមិនឲ្យសល់នៅសាកសព Rimuru ចុំតែកើតអីនោះគាត់តែឃើញមុខភ្លាមប្រើប្រាស់វេទមន្តភ្លាមអញ្ចឹងពេលនោះស្រាប់តែប៉ាំងប៉ាឯងធ្វើអីហ្នឹង Elelud ឯណោះអូ Eren ឯងមិនអីទេធ្វើដូចអត់ដឹកចាប់អីតែម្ដងអូខ្ញុំសុំទោសធ្វើប្រមាថដោយសារតែទទួលបានការរាយការណ៍ថាកូនរបស់គាត់ត្រូវបាន Demon Lord ចាប់យកទៅអញ្ចឹងហើយបានជាមិនអាចគ្រប់គ្រងនៅអារម្មណ៍របស់គាត់បានមើលទៅ Elelud មានការស្រឡាញ់កូនរបស់គាត់ជាខ្លាំងបន្ទាប់មក Eren ក៏បានណែនាំពីឪពុករបស់នាងដែល
គាត់គឺជាអាចទូកនៃអាណាចក្រវេទមន្ត Thailand ឈ្មោះពេញរបស់គាត់គឺ Elalod Grimwald អញ្ចឹងហើយគាត់ក៏យល់ថាហេតុផលអីបានជា Elalod មកទីនេះគឺដើម្បីតែនាងនេះឯងតែយ៉ាងណាបើជ្រុលជាមកហើយប្រកាសណាស់គាត់នឹងចូលរួមជួបជុំជាមួយនឹង Garcia ដូចគ្នាពីព្រោះពួកគេក៏ចង់ដឹងដែរថា Rimru ដែលជា Demon Lord ថ្មីនេះនឹងមានគម្រោងបែបណានៅពេលខាងមុខ